ទឹកដីនៃប្រទេសអូស្ត្រាលីនេះទស្សនិកជនជាទីគោរពពេលនេះខ្ញុំនឹងក្រុមការងារទូរទស្សន៍ជាតិកម្ពុជាកំពុងតែមានវត្តមាននៅក្នុងវត្តពុទ្ធរាំងសីទីក្រុងមេលប៊ននៃប្រទេសអូស្ត្រាលីសូមបញ្ជាក់ថាវត្តនេះគឺជាវត្តដ៏ធំមួយនិងគឺជាវត្តដែលសង់ដំបូងគេនៅលើទឹកដីនៃទីក្រុងមេលប៊នគឺជាវត្តខ្មែរហើយក៏ជាវត្តមួយដែលមានពុទ្ធបរិស័ទខ្មែរបានមកប្រារព្ធនៅពិធីបុណ្យផ្សេងជាច្រើននៅក្នុងទីក្រុងមេលប៊ននេះមកទល់ពេលបច្ចុប្បន្ននេះគឺមានវត្តខ្មែរចំនួន4ហើយដែលបានសាងសង់ហើយនឹងមានវត្តមួយចំនួនទៀតដែលកំពុងបន្តសាងសង់ជាបន្តទៅទៀតនេះដើម្បីឲ្យជ្រាបកាន់តែច្បាស់ថាតើប្រជាជនខ្មែរដែលរស់នៅឯនាយសមុទ្រនេះតែងតែប្រារព្ធនៅពិធីអ្វីខ្លះនៅក្នុងថ្ងៃបុណ្យចូលឆ្នាំថ្មីនេះដើម្បីឲ្យជ្រាបកាន់តែច្បាស់សូមអញ្ជើញទស្សនាបទចការដែលផលិតដោយក្រុមការងារយើងខ្ញុំដែលមានទស្សនវិជ្ជាទាំងស្រុងដូចតទៅការរៀបចំពិធីបុណ្យចូលឆ្នាំខ្មែរនេះនឹងមានតែងតែធ្វើជារៀងរាល់ឆ្នាំឬយ៉ាងណាចាខ្ញុំមករាល់ឆ្នាំចាសប្បាយអូនសប្បាយពេលចូលឆ្នាំម្ដងចាបានជួបជុំមិត្តភ័ក្តិបងប្អូនយើងហើយបានធ្វើបុណ្យប្រពៃណីជាតិរបស់យើងចាបើយើងមិននៅស្រុកគេប៉ុន្តែការរៀបចំបុណ្យទានប្រពៃណីជាតិយើងគឺមិនដែលឲ្យខុសឆ្គងនេះគឺធ្វើរបៀបដូចស្រុកខ្មែរពិតប្រាកដចាហើយចាត់ខ្លាំងមែនតើព្រោះនេះជាកម្មវិធីចូលឆ្នាំខ្មែររបស់យើងចាប្រពៃណីមកធ្វើបុណ្យពេលចូលឆ្នាំអញ្ចឹងជួបជុំបងប្អូនខ្មែរយើងនៅហ្នឹងចេះរួបរวมសាមគ្គីគ្នាអញ្ចឹងធ្វើបុណ្យហ្នឹងគឺខ្ញុំរីករាយខ្ញុំសប្បាយរីករាយដែលបានថាមានវត្តអារាមរបស់ខ្មែរយើងហើយសម្រាប់ប្រជាជនខ្មែរយើងនៅទីនេះដែលបងប្អូនចាស់ក្មេងបាននៅប្រកាន់ជាប់ប្រពៃណីរបស់ខ្មែរយើងហើយរួមចំណែកនេះទៅទៀតឥឡូវហ្នឹងយើងក៏បានសាងសង់ព្រះវិហារហើយយើងឮថាមានវត្តពីរឯណោះទៅឲ្យខ្ញុំមានការសប្បាយចិត្តហើយនឹងជួយគ្រប់គ្រងជាខ្លាំងសម្រាប់បងប្អូនទាំងអស់ដែលនៅទីនេះហើយខ្ញុំសប្បាយរីករាយសួស្តីឆ្នាំថ្មីកម្ពុជាខ្ញុំស្រឡាញ់កម្ពុជាខ្លាំងណាស់ការប្រារព្ធពិធីបុណ្យប្រពៃណីចូលឆ្នាំខ្មែរនៅលើទឹកដីដែលមិនមែនជាប្រទេសកំណើតរបស់ខ្លួនប៉ុន្តែប្រជាជនដែលជាពុទ្ធបរិស័ទខ្មែរបានព្យាយាមរៀបចំបានយ៉ាងល្អឥតខ្ចោះទៅតាមលទ្ធភាពរបស់ពួកគេប្រជាជនខ្មែរនៅទីនេះតែរៀបចំពិធីបុណ្យចូលឆ្នាំខ្មែរជារៀងរាល់ឆ្នាំដូចគ្នានឹងថ្ងៃចូលឆ្នាំខ្មែរនៅក្នុងប្រទេសកម្ពុជាផងដែរប៉ុន្តែប្រសិនបើថ្ងៃដែលចូលឆ្នាំនោះចំថ្ងៃដែលពួកគេធ្វើការពួកគាត់នឹងលើកយកមករៀបចំនៅថ្ងៃសៅរ៍និងថ្ងៃអាទិត្យវិញបានតែនឹងគំនិតនៃបងប្អូនយើងទាំងអស់ហ្នឹងមានគំនិតដូចដើមដើម្បីរក្សាប្រពៃណីនិងវប្បធម៌របស់ខ្មែរយើងនិងអរិយធម៌របស់ខ្មែរយើងឲ្យគង់វង្សដើម្បីបង្ហាញទៅដល់ជនជាតិនានាដែលរស់នៅក្នុងប្រទេសអូស្ត្រាលីនេះបាទនៃកម្មសភាពនៃផុសផុលខ្លាំងគឺចាប់ពីឆ្នាំ90មកបាទពីព្រោះពេលដែលយើងទិញដីនេះកន្លែងនេះជាវាលសុទ្ធអត់មានស្អីទេបាទម្ល៉េះហើយយើងជាជនយើងសប្បាយបានដីអញ្ចឹងគេនាំគ្នាមកជួយលក់ដូរម្ហូបអាហារថាទាំងថ្ងៃទាំងយប់នៅពេលចូលឆ្នាំខ្មែរហ្នឹង3ថ្ងៃហ្នឹងថាដុតដៃដុតជើងហើយដើម្បីរលុយសន្សំកសាងវត្តនិងសាលាបាននឹងកុដនេះដែលយើងកសាងបានច្រើនជារៀងរាល់ឆ្នាំប្រជាជនកម្ពុជានៅក្នុងក្រុងមែលប៊នក៏ដូចជាក្រុងដទៃទៀតនៃប្រទេសអូស្ត្រាលីតែងតែមានទំនាក់ទំនងល្អរវាងគ្នានឹងគ្នាក្នុងនាមជាកូនខ្មែរហើយតែងតែផ្ដាំផ្ញើការនឹករលឹកពីចម្ងាយមកដល់ប្រជាជនខ្មែរដែលកំពុងរស់នៅក្នុងស្រុកកំណើតផងដែរ
ការផ្សារភ្ជាប់នៅទំនាក់ទំនងរវាងប្រជាពលរដ្ឋកម្ពុជានៅក្នុងប្រទេសអូស្ត្រាលីនិងការដឹងព័ត៌មានពីគ្នាទៅវិញទៅមករវាងប្រជាជនខ្មែរនៅឯប្រទេសកម្ពុជាអាចដឹងបានក៏តាមរយៈការផ្សាយរបស់វិទ្យុអូស្ត្រាលីដែលមានម៉ោងផ្សាយចំនួន1ម៉ោងផ្សាយជាខេមរៈភាសាដោយផ្សាយផ្ទាល់ពីទីក្រុងមែលប៊នប្រទេសអូស្ត្រាលីមកកាន់ប្រទេសកម្ពុជាតាមរយៈវិទ្យុ FM 102វេលាម៉ោង12ថ្ងៃត្រង់ម៉ោងនៅក្នុងប្រទេសកម្ពុជាជាក់ស្ដែងដូចជានៅក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរនេះវិទ្យុអូស្ត្រាលីក៏បានផ្សាយផ្ទាល់ពីក្នុងវត្តអារាមខ្មែរនៅក្នុងក្រុងមែលប៊នរាយរាប់ពីទស្សនវិជ្ជាផ្សេងៗក្នុងថ្ងៃបុណ្យចូលឆ្នាំខ្មែរឲ្យប្រជាជននៅឯប្រទេសកម្ពុជាបានដឹងផងដែរបច្ចុប្បន្ននេះព្រះសង្ឃដែលកំពុងនៅវត្តទាំង4នៅក្នុងក្រុងមែលប៊នប្រទេសអូស្ត្រាលីមានចំនួនប្រមាណជា20អង្គប៉ុណ្ណោះទីអារាមខ្មែរដែលបានសាងសង់ជាយូរមកហើយនោះមិនសូវមានរចនាបថបែបខ្មែរប៉ុន្មានទេដោយឡែកទីអារាមនៃជនជាតិខ្មែរដែលកំពុងសាងសង់នៅចំនួនក្រោយៗគឺមានរចនាបថបែបខ្មែរទាំងស្រុងដូចជាអារាមនេះដែលមានឈ្មោះថាវត្តខ្មែរមេបិនបានកសាងតាំងពីដើមឆ្នាំមុននិងគ្រោងសង់រួចរាល់នៅពីឆ្នាំក្រោយទៀតបានរៀបចំទីតាំងវត្តអារាមជាលក្ខណៈខ្មែរសុទ្ធសាធដែលជាការបង្ហាញពីវប្បធម៌ដល់កូនខ្មែរចំនួនក្រោយដែលកើតនៅទីនោះបានដឹងពីអ្វីដែលជារបស់ខ្មែរពិតប្រាកដក៏ដូចជាការបង្ហាញដល់អ្នកទេសចរដទៃទៀតដែលបានទៅលេងនៅឯក្រុងមែលប៊នប្រទេសអូស្ត្រាលីផងដែរជាងសង្កេតឃើញថាវត្តនេះគឺមានលក្ខណៈខុសប្លែកពីវត្តផ្សេងៗទៀតដោយសារតែមានរចនាបថបែបខ្មែរមែនតែនតើមានការលំបាកទេនៅក្នុងការសាងសង់និងការរចនានេះនៅលើទឹកដីមិនមែនជាប្រទេសកម្ពុជាមានការពិបាកណាស់ប៉ុន្តែរចនានេះគឺយើងបានអញ្ជើញជាងពីស្រុកខ្មែរមកធ្វើពុំហើយđangប្រសង់នៅក្នុងគង់នៅក្នុងវត្តនេះនឹងបងប្អូនគណៈកម្មការដែលស្ម័គ្រចិត្តជួយរបស់ពុំដូច្នេះបានមានលក្ខណៈដូចជាខ្មែរសុទ្ធសាធបំណែកថាវិការបានមកពីគាសលុយរបស់ពុទ្ធបរិស័ទគេចូលអ្នកខ្លះគេជាវទិញកសអ្នកខ្លះគេជាវទិញក្បឿងអ្នកខ្លះគេជាវទិញប្អួយអ្នកខ្លះអ្នកខ្លះអត់គិតអីគេដូចថាគេចូលមកដើម្បីកសាងព្រះវិហារនឹងតែម្ដងមានយាយខ្លះគាត់សំលុយមករាប់ឆ្នាំមកហើយក្នុងការសម័យរបស់គាត់ថាមកជីវិតគាត់នឹងចង់ឲ្យឃើញពហិកើតឡើងហ្នឹងគាត់អត់ខ្វល់នឹងរឿងអស់លុយប្រមាណគាត់ខ្លះមានឧទាហរណ៍ខ្ញុំលើកជាក់ស្ដែងមានអ៊ីម្នាក់គាត់ជនជាតិចិនប៉ុន្តែគាត់កើតនៅស្រុកខ្មែរគាត់យកលុយ 5,000 មកសំគាត់ថាសំរាប់ឆ្នាំហើយគាត់ពេលលុយគាត់យើងសង់ពហិភ្លាមគាត់យកលុយមកចំលោះហើយដូច្នេះប្រជាជនខ្មែរយើងមានជំនឿទុកចិត្តនិងចូលចិត្តខ្លាំងណាស់អត់និយាយរួមមិនស្ដាយសោះឡើយអំពីសង់ក៏លុយដាក់ចូលព្រះវិហារបាទពុទ្ធបរិស័ទខ្មែរដែលមកកាន់វត្តអារាមនានាក្នុងក្រុងមែលប៊នមានភាពរួសរាយរាក់ទាក់និងរក្សានៅការស្លៀកពាក់បែបប្រពៃណីខ្មែរជានិច្ចពួកគេរីករាយនឹងការធ្វើបុណ្យធ្វើទានដើម្បីឧទ្ទិសកុសលដល់សាច់ញាតិដែលបានចែកឋានទៅក្រៅពីពិធីរាប់បាតក៏មានការពូនភ្នំខ្សាច់ពិធីស្រង់ព្រះនិងការលេងល្បែងប្រជាប្រិយផ្សេងៗដូចគ្នានឹងពិធីបុណ្យចូលឆ្នាំថ្មីនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាផងដែរសិល្បករសិល្បករនីខ្មែរមួយចំនួនតែងត្រូវបានអញ្ជើញទៅសម្ដែងនៅទីនោះដើម្បីជាការអបអរសាទរផងដែរចែកចូលឆ្នាំបងសូមព្រះអង្គម្ដងឆ្នាំមុនល្អមិនតាន់ក្រមុំឆ្នាំនាងឡើងខ្លួនដោយការប្រពំមើលយូរចង់យំអូនល្អដាច់គេតែអូនជុំទុំផងនៅជាសងCome
ទភាពចូលឆ្នាំថ្មីនៅក្នុងក្រុងមែលប៊នប្រទេសអូស្ត្រាលីមិនបញ្ចប់ត្រឹមតែ2ថ្ងៃនោះទេរាត្រីកាលចូលមកដល់ការសម្ដែងសិល្បៈនិងការជួបជុំក្នុងពេលរាត្រីមានភាពកាន់តែមនោរម្យថែមទៀតនៅតាមទីវត្តអារាមនានាមនុស្សវ័យចំណាស់នៅទីវត្តអារាមបានចម្អិនម្ហូបអាហារនិងនំនែកជាច្រើនដែលមានលក្ខណៈបែបខ្មែរសម្រាប់លក់ដោយយកលុយជាបច្ច័យក្នុងការសង់វត្តអារាមពួកគាត់បានធ្វើការងារដោយរីករាយនិងស្ម័គ្រចិត្តច្រើនធ្វើម្ហូបមហាច្រើនណាយើងសម្រាប់បន់ចូលឆ្នាំខ្មែរយើងនេះចាដូចថាអ្នកដែលនៅរៀបចំជួយធ្វើម្ហូបទីនេះគឺសិតតែជាអ្នកស្ម័គ្រចិត្តឬមួយក៏យ៉ាងណាដែរសិតតែអ្នកស្ម័គ្រចិត្តទាំងអស់ត្រៀមច្រើនមុខដែរតាប៉ុន្តែធ្វើរួមគ្នាមិនធ្វើផ្សេងគ្នាធ្វើរួមគ្នាទាំងអស់គ្នាធ្វើដើម្បីលក់ឲ្យយកលុយកសាងពហិយកសាងវត្តហើយអ្នកមកជួយធ្វើទាំងអស់គ្នាហ្នឹងគឺថាអត់មានគិតលុយគិតកាក់បច្ច័យអីទេបាយចិត្តដែរមានចិត្តចង់ជួយដូចថានឹកឃើញប្រពៃណីខ្មែរយើងយកចេះបន្តទៅទៀតហើយឲ្យកូនវាមកវត្តទៅក៏បានសប្បាយចិត្តកូនមីងអីគេមកជួយចឹងដែរមីងក៏ចាតាមខ្ញុំមើលការចូលឆ្នាំនៅអូស្ត្រាលីនេះនៅវត្តនេះខ្ញុំឃើញមានការអ៊ូអរហើយបងប្អូនខ្មែរទាំងអស់គ្នាមានការសប្បាយនិងត្រេកអរនៅការចូលរួមនៅទទួលនៅចូលឆ្នាំថ្មីហ្នឹងហើយទូទេវតាឆ្នាំថ្មីហ្នឹងហើយកូនកំមុំអែងនេះមិនតន់ស្គាល់ជាតិកុំចង់ស្គាល់អីតែម៉ែចាស់ម៉ែអត់ខ្លាចអ្នកស្រុកអ្នកភូមិគេមើងងាយទេម៉ែនេះចាស់ហើយនោះព្រោះខ្លាចចាស់ហើយនោះបានខំតែងខ្លួនឲ្យស្អាតខ្ញុំឃើញតែនាងភ្លាមប្រងដួលព្រឹបមកទស្សនិកជនជាទីគោរពពេលនេះខ្ញុំកំពុងតែមានវត្តមាននៅវត្តខ្មែរមែលប៊ននៅលើទឹកដីនៃទីក្រុងមែលប៊នប្រទេសអូស្ត្រាលីហើយនៅឈរក្បែរនាងខ្ញុំនេះគឺលោកតំណាងរាស្ត្រនៃតំបន់វីកតូរីយ៉ានៃទីក្រុងមែលប៊នហើយចំណែកឯលោកស្រីគឺជាអភិបាលក្រុងហើយនឹងលោកជាយូហនគឺជាចៅសង្កាត់នៅតំបន់នេះផ្ទាល់តែម្ដងដើម្បីឲ្យជ្រាបកាន់ច្បាស់ថានៅក្នុងពិធីបុណ្យចូលឆ្នាំខ្មែរនៅលើទឹកដីនៃទីក្រុងមែលប៊ននេះថាតើលោកស្រីជាអភិបាលក្រុងមានចំណាប់អារម្មណ៍យ៉ាងណាដែរសូមអញ្ជើញស្ដាប់ការសម្ភាសន៍ជាមួយនឹងក្រុមការងារយើងខ្ញុំចា៎តើលោកស្រីយល់ឃើញយ៉ាងណាដែរចំពោះការរៀបចំពិធីបុណ្យចូលឆ្នាំរបស់ប្រជាជនខ្មែរ I think it's a wonderful celebration for the Cambodian community that live in the city of Greater Dandenong and work very hard for multiculturalism. So Sadai, Chanam Tamai, Happy New Year to those of you in Cambodia who are watching the program, because your Cambodian community in the city of Greater Dandenong do a wonderful job. នាមជាតំណាងរាស្ត្រតើកន្លងមកលោកបានចូលរួមយ៉ាងម៉េចខ្លះដែរនៅក្នុងការលើកតម្កើងនៅប្រពៃណីវប្បធម៌ខ្មែរនេះគឺខ្មែរទាំងអស់គ្នានឹងមានមោទនភាពខ្លាំងណាស់ក្នុងការរក្សាវប្បធម៌ដែលជាកេរដំណែលរបស់ខ្លួនពីប្រទេសខ្មែរមកហ្នឹងហើយដូចជាប្រហែលជាគួយបានឃើញតាមក្នុងការកសាងព្រះវិហារនេះគឺថាគឺជាតាមរបៀបរបបសំណង់ជារបស់ខ្មែរយើងសុទ្ធសាធហើយគឺជាលើកទី1ដែលកសាងចេញជារូបជារាងនៅប្រទេសអូស្ត្រាលីនេះគឺថាយើងខ្ញុំទាំងអស់គ្នាដែលជាខ្មែរគឺថាមានចិត្តមោទនភាពដែលជាខ្មែរបានឃើញនៅសមត្ថកម្មរបស់ខ្មែរយើងដែលបានកសាងនៅនេះទាំងអស់គ្នាមានការសប្បាយចិត្តខ្លាំងណាស់បាទហើយនេះតើលោកមានពាក្យអ្វីចង់ជូនពរកងទ័ពយើងដែលកំពុងឈរជើងនៅសមរភូមិមុខនេះខ្ញុំសូមឆ្លៀតឱកាសនេះគឺថាផ្ញើជូននៅសេចក្តីនៃរលឹកជាមួយគ្នានៅសេចក្តីគោរពដ៏ខ្ពង់ខ្ពស់ចំបំផុតនៅពលកម្មនៅការតស៊ូនៅការរបស់កងទ័ពជាតិយើងនៅសមរភូមិទាំងមុខទាំងក្រោយនោះចេតនាខ្ញុំទឹកចិត្តខ្ញុំបេះដូងខ្ញុំគឺថាគិតទៅដល់នៅពលកម្មរបស់កងទ័ពជាតិខ្មែរយើងហ្នឹងហើយនៅពីអានីសម្បត្តិនេះក៏សូមជូនពរជ័យសិរីមង្គលអស់សូមឲ្យបានមានសុវត្ថិភាពសូមឲ្យបានជោគជ័យហើយសូមឲ្យប្រកបដោយពុទ្ធពរទាំង5ប្រការគឺយុវនាសកលៈទាំងអស់ទាំងនីតិហ៊ានទាំងមេតបតាំងពីថ្នាក់ធំរហូតដល់តូចក្នុងការពលិរបស់គាត់របស់ពួកគាត់បាទសូមអរគុណតែឡែកលោកចៅសង្កាត់វិញតើនៅក្នុងការបន់ជោឆ្នាំខ្មែរនេះមានអ្វីជាការជូនពរទៅដល់ប្រជាជនខ្មែរទូទាំងប្រទេសនិងឯប្រទេសកម្ពុជាក៏ដូចជាកងទ័ពដែរចា៎
បាទតាមនាមខ្ញុំជាចៅសង្កាត់នៅក្រេថាដាតំណងនេះគឺខ្ញុំសូមជូនពរជ័យសិរីមង្គលដល់បងប្អូនខ្មែរទាំងអស់ដែលរស់នៅក្នុងរដ្ឋវីតូរីានេះក៏ដូចជាបងប្អូនដែលរស់នៅក្នុងប្រទេសក្រៅនិងប្រទេសកម្ពុជាផងដែរឲ្យជួបប្រទះតែសេចក្តីសុខសេចក្តីចម្រើនហើយជាពិសេសគឺចំពោះកងខេមរៈភូមិន្ទជាតិយើងដែលឈរនៅព្រះវិហារហ្នឹងគឺសូមឲ្យជួបតែសេចក្តីសុខសេចក្តីចម្រើនហើយឈ្នះនៅមានសត្រូវទាំងឡាយដែលតែងតែមកបៀតបៀនដល់ប្រទេសកម្ពុជាយើងនេះអ្វីដែលជាមោទនភាពសម្រាប់ជនជាតិខ្មែរគ្រប់រូបនោះគឺក្នុងនាមជាកូនខ្មែរជាជាតិខ្មែរទោះបីខ្មែររស់នៅប្រទេសណាក៏ដោយទីណាក៏ដោយក្នុងនាមខ្មែរដែលមានដើមកំណើតនៅលើទឹកដីអង្គរខ្មែរគ្រប់រូបមិនដែលភ្លេចឡើយពីដើមកំណើតជាតិសាសន៍ដើមរបស់ខ្លួននៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីនេះប្រជាជនខ្មែរដែលរស់នៅក្នុងក្រុងមែលប៊នខ្មែរទាំងអស់ទាំងអាជីវករទាំងមន្ត្រីរាជការទាំងពុទ្ធបរិស័ទទាំងព្រះសង្ឃទាំងនិស្សិតបានផ្ដាំផ្ញើការនឹករលឹកការដឹងគុណការលើកទឹកចិត្តពីចម្ងាយចំពោះភាពអង់អាចក្លាហានរបស់វីរៈកងទ័ពខ្មែរទាំងអស់ដែលកំពុងឈរជើងការពារទឹកដីនៅឯសមរភូមិមុខដោយមិនឲ្យសត្រូវណាឈ្លានពានបានឡើយខ្ញុំសូមជូនពរដល់ប្រជាជនខ្មែរនៅឯស្រុកខ្មែរបងប្អូនមីងមាទាំងអស់ជាពិសេសដល់លោកសម្ដេចនាយករដ្ឋមន្ត្រីហ៊ុនសែនដេចនាយករដ្ឋមន្ត្រីជូហ៊ុនសែនជាប្រមុខរដ្ឋរបស់ប្រទេសខ្មែរដែលលោកមានសក្តានុពលជួយថែរក្សានៅប្រទេសខ្មែររបស់យើងហើយសូមជូនពរដល់លោកកងទ័ពនៅសមរភូមិការពារតាមព្រំដែនខ្ញុំសូមឲ្យលោកកងទ័ពទាំងអស់ឲ្យបានជួបតែសេចក្តីសុខនិងសុភមង្គលហើយជ័យជំនះគ្រប់យ៉ាងសូមលើកដៃបួងសួងដល់គុណទេវតាថែរក្សាឆ្នាំថ្មីនេះណាសូមឲ្យព្រះជាម្ចាស់និងពុទ្ធវត្ថុស័ក្តិសិទ្ធិទាំងឡាយជួយគ្រប់គ្រងកងទ័ពយើងឲ្យបានសុខសប្បាយឲ្យបានឈ្នះសត្រូវទាំងពួងសត្រូវមកពីមុខលោកសត្រូវមកពីក្រោយឲ្យអាលីសូមឲ្យបានសេចក្តីសុខទាំងអស់គ្នាឲ្យឈ្នះចូលឆ្នាំខ្មែរនេះខ្ញុំមានតែម្រាមដៃដុតគឺសូមជូនពរឲ្យបងប្អូនជាជនខ្មែរនៅប្រទេសខ្មែរមិនគ្រប់ឋានៈជាន់គ្រប់ឋានៈទាំងអស់ហើយនឹងជាពិសេសជូនពរដល់កងទ័ពតែខំការពារទឹកដីចេះខ្ញុំសូមឲ្យបងប្អូនទាំងអស់ហើយនឹងកងទ័ពទាំងអស់ខំជាសាមគ្គីគ្នាធ្វើយ៉ាងណាឲ្យការពារទឹកដីយើងឲ្យបានខ្ញុំសូមជូនពរដល់ប្រជាជននិងកងទ័ពដែលនៅការពារព្រំដែនទាំងអស់ឲ្យជួបប្រទះតែសេចក្តីសុខនិងសុភមង្គលអរគុណខ្ញុំសូមបួងសួងដល់ទេវតាសូមឲ្យថែរក្សាលោកអ្នកមេទ័ពហើយកូនទ័ពទាំងអស់ឲ្យបានសេចក្តីសុខកុំឲ្យមានឈឺជំងឺអីឲ្យបានជួយនៅការពារបានអស់លោកនឹងហើយការពារឲ្យបានយើងនៅខាងក្នុងនេះសប្បាយខ្ញុំក៏សូមអំពាវនាវសូមបួងសួងបរតនត្រ័យទាំង5ទាំងអស់ឲ្យសូមជួយតាមថែរក្សាកងទ័ពខ្មែរយើងទាំងអស់នៅក្នុងប្រទេសកម្ពុជាហ្នឹងដើម្បីរក្សាការពារប្រទេសយើងហើយនឹងការពារថាប់ផែនដីយើងឲ្យបានសុខជារៀងរហូតតទៅចាខ្ញុំឈ្មោះយាយកំសួរសូមជូនពរទៅកូនចៅការពារប្រទេសជាតិនឹងឲ្យមានជោគជ័យឈ្នះមានសត្រូវគ្រប់ទិសទីទាំងអស់បានសេចក្តីសុខចម្រុងចម្រើនប្រទេសជាតិការរាំកំសាន្តបែបប្រពៃណីខ្មែរមានគ្រប់ចង្វាក់ក៏បានរៀបចំធ្វើផងដែរនាពេលរាត្រីហើយចែកចូលឆ្នាំបងសូមឲ្យរំម្ដងnăm muônល្អមិនទាន់ក្រមុំឆ្នាំនេះឡើងខ្លួនដូចការប្រពន្ធមើលយូរ
ក្រុងមែលប៊នប្រទេសអូស្ត្រាលីជាក្រុងដ៏សែនមនោរម្យដែលក្រុងនេះមានប្រជាជនរស់នៅជាង6 លាននាក់ប៉ុណ្ណោះដោយមានប្រជាជនខ្មែរជាង 10,000 នាក់ផងដែរតំបន់ Springvale ជាតំបន់មួយដែលជាទីប្រជុំជនរបស់ជនជាតិខ្មែរវត្តអារាមខ្មែរមានចំនួន 4 ហើយចំនួននិស្សិតកម្ពុជាដែលបានសិក្សានៅទីនោះក៏មានចំនួនការឡើងច្រើនផងដែរយើងខ្ញុំជាអ្នកផលិតឯកសារនៃអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជាសង្ឃឹមថាភាពយន្តឯកសារនេះគឺជាការបង្ហាញផ្ទាំងរូបភាពថ្មីមួយនិងបង្ហាញពីទំនាក់ទំនងរវាងប្រជាពលរដ្ឋខ្មែរនៅលើទឹកដីនៃប្រទេសអូស្ត្រាលីមកដល់ប្រជាពលរដ្ឋខ្មែរនៅលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាជនជាតិខ្មែរមានសាមគ្គីភាពរវាងគ្នានឹងគ្នាទោះបីជារស់នៅឆ្ងាយពីគ្នាយ៉ាងណាក៏ដោយទស្សនិកជនជាទីគោរពសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះការតាមដានទស្សនាតាំងនាមឲ្យរូបនាងខ្ញុំក៏ដូចជាក្រុមការងារក៏សូមថ្លែងអំណរគុណផងដែរចំពោះរ៉ាឌីយ៉ូអូស្ត្រាលីក៏ដូចជាសមាគមខ្មែរវីកតូរីយ៉ានៃទីក្រុងមែលប៊នក៏ដូចជាវត្តខ្មែរមែលប៊នដែលពួកគាត់ទាំង3នាក់បានផ្ដល់មូលនិធិគាំទ្រនៅក្នុងការផលិតវីដេអូឯកសារដល់ក្រុមការងារយើងខ្ញុំហើយអ្វីដែលនាងខ្ញុំចង់បញ្ជាក់បន្ថែមទៀតនោះគឺក៏សូមថ្លែងអំណរគុណចំពោះប្រជាជនខ្មែរទាំងអស់ដែលរស់នៅលើទឹកដីនៃប្រទេសអូស្ត្រាលីនេះគឺគាត់ផ្ដល់ភាពរុះរាយរាក់ទាក់និងជួយសម្រួលទៅដល់ការផលិតវីដេអូឯកសារនេះទទួលបានជោគជ័យហើយអ្វីដែលសំខាន់បំផុតនោះគឺប្រជាជនខ្មែរដែលរស់នៅទីនេះទោះបីជាគាត់រស់នៅឆ្ងាយពីភូមិកំណើតក៏ដោយប៉ុន្តែគាត់តែងតែផ្ដល់នៅការនឹករលឹកក៏ដូចជាការលើកទឹកចិត្តទៅដល់វីរៈកងទ័ពយើងដែលកំពុងតែឈរជើងនៅឯសមរភូមិមុខហើយក៏ដូចជារូបនាងខ្ញុំផ្ទាល់ក៏ដូចជាក្រុមការងារក៏ដូចជាប្រជាជនខ្មែរដែលរស់នៅឯរដ្ឋវីកតូរីយ៉ានៃទីក្រុងមែលប៊នប្រទេសអូស្ត្រាលីក៏សូមផ្ដាំផ្ញើការនឹករលឹកក៏ដូចជាការដឹងគុណការលើកទឹកចិត្តទៅដល់វីរៈកងទ័ពខ្មែរដែលកំពុងតែឈរជើងនៅឯសមរភូមិមុខក៏ដូចជាអង្គភាពកងរាជអាវុធហត្ថនិងកងនគរបាលជាតិដែលបានយកចិត្តទុកដាក់នៅក្នុងការការពារសន្តិសុខសង្គមហើយនៅចុងបញ្ចប់នេះខ្ញុំនិងក្រុមការងារក៏សង្ឃឹមផងដែរថានៅក្នុងការផលិតវីដេអូឯកសារនៅឯប្រទេសដទៃទៀតនៅឆ្នាំក្រោយយើងខ្ញុំសង្ឃឹមថានឹងទទួលបានការគាំទ្រពីប្រជាជនខ្មែរក៏ដូចជាសមាគមខ្មែរដែលរស់នៅឯប្រទេសដទៃទៀតក៏ដូចជាប្រទេសបារាំងឬក៏សហរដ្ឋអាមេរិកជាដើមជាចុងបញ្ចប់នេះយើងខ្ញុំទាំងអស់គ្នាសូមអរគុណសូមជម្រាបលា